ដឹងខ្លួនខុសហើយអំបញ្ញមិញមកពីខ្ញុំឆេវឆាវពេកខ្ញុំបាននិយាយច្រើនដងហើយពួកយើងគ្រាន់តែជាដៃគូសហការគ្នាប៉ុណ្ណោះសូមលោកប្រុសចាំងមេត្តាប្រុងប្រយ័ត្នចំពោះទង្វើរបស់លោកផងអាឡូលោកប្រធានចាំងមានមនុស្សមកបង្កបញ្ហានៅកន្លែងស្ទូចត្រីរបស់យើងតើអ្នកណាវាថ្លឹងធំដល់ថ្នាក់នេះខ្ញុំនៅកន្លែងស្ទូចត្រីស្រាប់ហើយនឹងទៅដល់ឥឡូវនេះអ្នកគ្រប់គ្រងចៅ50លានត្រៀមរួចរាល់ហើយអាសម្លាញ់មកដល់ពេលនេះហើយនៅតែគិតចង់បានលុយទៀតមែនទេខ្ញុំប្រាប់ឯងឲ្យដឹងលោកប្រធានយ៉េងរបស់យើងនឹងមកដល់ឆាប់នេះហើយចាំមើលថាបន្តិចទៀតឯងងាប់យ៉ាងម៉េចលោកប្រធានយ៉េងចិត្តមកដល់ហើយលោកប្រធានយ៉េងហៅមិននឹងមកដោយផ្ទាល់អាប្អូនឯងស្ដាប់តាមសម្ដីខ្ញុំទៅប្រញាប់ចាក់ចេញទៅឥឡូវនេះនៅតាន់ពេលទេចង់ទៅឥឡូវនឹងមែនទេហួសពេលហើយអូគឺជាឯងសោះស្មានតែអ្នកណាហ៊ានមកបង្កបញ្ហានៅកន្លែងត្រកូលយ៉េងរបស់ខ្ញុំតាមពិតគឺជាឯងសោះខ្ញុំប្រាប់ឯងឲ្យដឹងឥឡូវនេះយ៉ាន់ស៊ីគឺជាសង្សាររបស់ខ្ញុំឯងនៅហ៊ានមករកនាងទៀតមែនទេឯងចង់ត្រូវមែនទេលេនឈានឈឹងដឹងអីចឹងមិនគួរធ្វើតាំងពីដំបូងឡើយខ្ញុំបានប្រាប់អ្នកច្បាស់ហើយពួកយើងចប់គ្នាហើយអ្នកនៅតែមកតាមរំខានបែបនេះទៀតក៏គ្មានន័យអ្វីដែរពួកយើងទៅចុះគ្មានអ្វីត្រូវនិយាយជាមួយគេទេបាទលោកម្ចាស់ខ្ញុំមិនមែនមកតាមរកអ្នកទេនេះគឺស្ទូចត្រីខ្ញុំមកទីនេះដើម្បីស្ទូចត្រីពីមុនមកគេមិនដែលនិយាយជាមួយខ្ញុំក្នុងសម្ដីបែបនេះឡើយគេមកស្ទូចត្រីហើយនេះហាត្រឹមមនុស្សក្រីក្រដូចឯងតាមានលុយមកចំណាយនៅកន្លែងស្ទូចត្រីហុយហួងរបស់យើងដែរហើយអាអ្នកក្រថ្លៃស្ទូចត្រីខ្ញុំជាអ្នកចេញចុះលុយថ្លៃត្រីដែលខ្ញុំលក់ឲ្យវិញតើពួកឯងមានលុយសងទេលីងធានឈឹងឯងពិតជាអស់សង្ឃឹមមែនត្រីតែប៉ុន្មានក្បាលនឹងសោះតើវាមានតម្លៃប៉ុន្មានទៅបើគេមិនឲ្យអ្នកវិញទេតើអ្នកមិនអាចយកទៅផ្ទះញ៉ាំខ្លួនឯងបានទេតើមានន័យថាម៉េចតើអ្នកមិនបាននិយាយថាពួកគេមិនតបស្នងអ្នកវិញទេមែនទេបើពួកគេមិនតបស្នងអ្នកខ្ញុំនឹងតបស្នងអ្នកវិញអ្នកតបស្នងខ្ញុំភ្លេចវាទៅនៅតែនិយាយថាអ្នកមិនបានមករកខ្ញុំដោយចិត្តណាទៀតអូគុំគិតច្រើនអីហេតុផលដែលខ្ញុំមិនឲ្យអ្នកសងព្រោះខ្លាចអ្នកគ្មានលទ្ធភាពសងខ្លាចប៉ះពាល់ដល់កិត្តិយសរបស់អ្នកខ្ញុំគ្មានលទ្ធភាពសងទោះបីជាខ្ញុំវងយ៉ានមិនមែនជាអ្នកមានមហាសាលក៏ដោយប៉ុន្តែសម្រាប់ត្រីប៉ុន្មានក្បាលនេះលុយប៉ុណ្ណឹងខ្ញុំនៅតែអាចសងបានម្យ៉ាងវិញទៀតនេះជាលើកទី1ហើយដែលអ្នកលេងឆេនឆេងស្ទូចត្រីបានលុយនេះខ្ញុំសំតែជាអ្នកចេញហើយអរគុណ50លានណាអរគុណអ្នកថាម៉េចមិញខ្ញុំនិយាយថា50លានលេងឆេនឆេងឯងឈួតហើយមែនទេតើឯងដឹងទេថា50លានវាច្រើនប៉ុណ្ណាចំណែកខ្ញុំវិញស្ទូចបានត្រី5,000 គីឡូតាមច្បាប់របស់កន្លែងស្ទូចត្រីគឺ1,000ក្នុង1គីឡូអីចឹងវាស្មើនឹង5លានបន្ទាប់មកគឺគាត់ថាខ្ញុំលួចបន្លំឲ្យខ្ញុំប្រើឈើហាលខោឲ្យស្ទូចត្រីដើម្បីបញ្ជាក់ពីខ្លួនឯងគាត់ថាបើខ្ញុំស្ទូចបានគឺគិត10000ក្នុង1គីឡូខ្ញុំស្ទូចបាន5,000គីឡូវាមិនមែន50លានទេអី50លានឯងមិនបាននិយាយទេអីថានៅក្នុងកន្លែងស្ទូចត្រីរបស់ឯងមិនអាចស្ទូចបានអ្វីទាំងអស់នោះអូលោកប្រធានយ៉េងព្រឹកនេះខ្ញុំបានធ្វើតាមច្បាប់របស់កន្លែងស្ទូចត្រីដោយដាក់គ្រាប់ថ្នាំបណ្ដេញសត្វល្អិតចូលក្នុងទឹកអ្នកផ្សេងទៀតស្ទូចត្រីមិនបានសោះតែបែរជាគាត់ម្នាក់គត់ដែលប្រើសន្ទូចក្មេងលេងស្ទូចបានត្រី200-300គីឡូមុនគេបន្ទាប់មកយកប្រដាប់ឈូខោអាវទៅស្ទូចបានត្រី5,000គីឡូទៀតខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាគាត់ចម្លែកយ៉ាងនេះដែរ50លានគឺគ្មានទេប៉ុន្តែ5លានគឺខ្ញុំមានដែលគាត់ថា10000ក្នុង1គីឡូគឺជាសម្ដីពេលខឹងប៉ុណ្ណោះម្យ៉ាងទៀតស្រះត្រីនេះក៏មិនមែនជារបស់គាត់ដែរសម្ដីរបស់គាត់យកជាការមិនបានទេអ្នកជួយយល់ដល់ចំណងមេត្រីភាពជាច្រើនឆ្នាំរបស់យើងផង50លាននោះបំភ្លេចវាទៅអ្នកយ៉ែនសេកុំចាញ់បោកគាត់អីត្រីដែលខ្ញុំស្ទូចបានមានត្រីធំដល់ថ្នាក់នឹងពីណាអូខ្ញុំដឹងហើយច្បាស់ជាឯងដឹងថាខ្ញុំនឹងរៀបចំការប្រកួតស្ទូចត្រីទើបឯងរកត្រីធំមួយមកដោយខ្លួនឯងមិនមែនលេងលែងខែងទេឯងថាឯងមានភាពឆ្លាតវៃបន្តិចបន្តួចនេះបើឯងយកវាទៅប្រើឲ្យត្រូវរឿងវានឹងល្អខ្លាំងណាស់វានឹងមិនខ្លាចជាមនុស្សដែលត្រូវសង្សារបោះបង់ចោលហើយខ្លាចជាមនុស្សដែលតាមអង្វរស្នេហ៍គេទេចុះហើយនិយាយស្អីហ្នឹងភារកិច្ចចម្បងគឺទទួលបានជើងឯកការប្រកួតស្ដេចអ្នកស្ទូចត្រីរង្វាន់1លានពិន្ទុស្ទូចត្រី1លានពិន្ទុស្ទូចត្រីគឺស្មើនឹង100លានឯងថាខ្ញុំប្រើល្បិចមែនទេបាន50លានខ្ញុំមិនយកទេមួយប្រទៀនបាត់5លាននេះខ្ញុំក៏មិនយកដែរប៉ុន្តែខ្ញុំចង់ចូលរួមការប្រកួតស្ដេចអ្នកស្ទូចត្រីឯងមិនបាននិយាយថាខ្ញុំបន្លំទេអីល្អណាស់អញ្ចឹងខ្ញុំនឹងធ្វើឲ្យឯងមើលហាលេងឆេនឆេងតាឯងឈួតហើយមែនទេឯងស្មានថាការប្រកួតស្ដេចអ្នកស្ទូចត្រីដែលគ្រូសាយ៉េងរបស់ខ្ញុំរៀបចំនឹងពួកអ្នកស្ទូចត្រីសាមញ្ញទាំងនោះរៀបចំការប្រកួតដូចគ្នាខ្ញុំប្រាប់ឯងឲ្យដឹងរង្វាន់ជើងឯកនៃការប្រកួតគឺជាគេមរតករបស់ឪពុកខ្ញុំដែលមានតម្លៃរាប់រយពាន់លានណាអ្នកដែលមកចូលរួមការប្រកួតសុទ្ធតែជាជើងឯកអ្នកស្ទូចត្រីកម្រិតពិភពលោកឯងចង់រកមកមែនទេខ្ញុំមកនេះគឺដើម្បីយកតំណែងជើងឯកខ្ញុំមិនត្រឹមតែនឹងស្ទូចឲ្យឯងរលាយទ្រព្យសម្បត្តិអស់នោះទេហើយថែមទាំងចង់បន្តមរតកពីឪពុកឯងទៀតឯងហៅខ្ញុំថាពុកក៏ខ្ញុំមិនទទួលដែរតែបើឯងចាងហៅមីងហៅខ្ញុំថាពុកខ្ញុំនឹងទទួលត្រូវតែវាអាសត្វត្រឆានដែលមិនទាន់បែកគូតដូចឯងឲ្យស្លាប់នឹងធ្វើឲ្យឯងវិនាសស្រឡាយទ្រព្យសម្បត្តិហើយវាឲ្យបែកគូតទៀតល្អខ្ញុំចាំឯងជប់ទាំងអស់គ្នាទៅឲ្យឆ្ងាយទៅអូយទៅលីងធានចឹងខ្ញុំដឹងថាអ្វីដែលលោកទើបតែនិយាយគឺជាសម្ដីពេលខឹង5លានមិនមែនជាចំនួនតិចតួចទេតាមចំណូលរបស់លោកប្រហែលជាជាតិនឹងរកមិនបានផងលោកយកវាទុកទៅចាត់ទុកថាជាអ្វីដែលខ្ញុំជំពាក់លោកក្នុងរយៈពេលច្រើនឆ្នាំនេះខ្ញុំជាតិនឹងរកមិនបានមែនទេវ៉ាងយីយើងទាំងពីរនាក់នៅជាមួយគ្នា10ឆ្នាំហើយរបស់ស៊ីចាយប្រើប្រាស់តើមានអាណាដែលខ្ញុំមិនបានឲ្យលោកទេសូម្បីតែលុយសម្រាប់ឯងរៀនសាកលវិទ្យាល័យក៏ជាលុយដែលខ្ញុំគម្រត់ដឹកអាហាររកឲ្យឯងដែរមែនហើយឥឡូវឯងមានអ្នកមានជាបង្អែកតែខ្ញុំលីនធានឆឹងក៏មិនមែនជាមនុស្សដូចពីមុនដែរឯងបារម្ភពីខ្លួនឯងសិនទៅបន្ទាប់ពីការប្រកួតអធិរាជចប់អាចារ្យហៅមីននោះសូម្បីតែបាយម្ហូបធម្មតាក៏គ្មានស៊ីដែរ
ម្ចាស់ប្រព័ន្ធអាចបដូរយកអាហារនៅក្នុងហាងរបស់ប្រព័ន្ធដើម្បីផ្ដល់ចំណីឲ្យមច្ឆានារីនៅពេលផ្ដល់អាហារវានឹងជួយបង្កើនកម្រិតភាពស្និទ្ធស្នាលរបស់មច្ឆានារីចំពោះម្ចាស់នៅពេលកម្រិតភាពស្និទ្ធស្នាលកាន់ដល់100នោះនឹងអាចឲ្យមច្ឆានារីវិវត្តក្លាយជាមនុស្សចៅហ្វាយអ្នកត្រឡប់មកវិញហើយខ្ញុំនៅផ្ទះនឹកអ្នកខ្លាំងណាស់ចៅហ្វាយក៏នឹកនាងដែរកុំប្រញាប់អីចៅហ្វាយនឹងជួយឲ្យនាងក្លាយជាមនុស្សឆាប់នេះហើយក្លាយជាមនុស្សស្រីម្នាក់ដ៏ពិតប្រាកដប្រព័ន្ធបើកហាងទិញចំណេមឆានារីទិញបានជោគជ័យយ៉ាងម៉េចដែរចង់ញ៉ាំមួយណាខ្លះមួយណាក៏បានដែរសរុបមកខ្ញុំត្រៀមខ្លួនរួចរាល់ហើយមកនេះញ៉ាំទៅញ៉ាំមួយខ្ញុំមានឲ្យញ៉ាំគ្រប់គ្រាន់ឥឡូវនេះឯងមកនៅជាមួយខ្ញុំបើគ្មានឈ្មោះគឺមិនបានទេឬក៏ហៅឯងថាសានទៅចុះយ៉ាងម៉េចដែរហឹមម្ចាស់ខ្ញុំឆ្អែតហើយអ្នកប្រញាប់ត្រឡប់ទៅសម្រាប់វិញទៅយកព្រមទេមិនក៏ស្អាតម្លេះផ្ទះខ្ញុំមានចោលចូលមែនទេមិនមែនជាសបិនទេមានចោលចូលមែនទេហើយហេរ៉ាន់តុងយីយប់មិញឯងបានមកផ្ទះខ្ញុំមែនទេមិនមែនឯងលួចញ៉ាំរបស់ក្នុងទូទឹកក៏ខ្ញុំទេអីខ្ញុំមិនប្រកាន់ជាមួយឯងទេយ៉ាងណាមិញវាហួសសុពលភាពបាត់ទៅហើយប៉ុន្តែមិនដល់ថ្នាក់ចង់លួចខោអាវខ្ញុំដែរមែនទេខោអាវក្នុងរបស់ខ្ញុំនៅខាងក្នុងនឹងលេនសៀនចេញខ្ញុំមិនចាប់អារម្មណ៍នឹងខោអាវក្នុងរបស់លោកទេលោកមិនបានមកទេពិតជាមានចោលមែនហើយអេលេនសៀនចេញលោកចង់ទៅចូលរួមការប្រកួតស្ដេចស្ទូចត្រីអីហ្នឹងមែនទេតើមានរឿងអីហ្នឹងបានហើយខ្ញុំសុំបិទទូរស័ព្ទសិនអាឡូខ្ញុំលេនសៀនចេញកំពុងធ្វើរឿងឈួតអីហ្នឹងចប់ហើយផ្ទះខ្ញុំពិតជាមានចោលចូលមែនហើយមិនដឹងជាត្រូវគេលួចអស់ប៉ុន្មានទេមិនត្រឹមត្រូវទេក្នុងផ្ទះខ្ញុំគ្មានរបស់អីមានតម្លៃទេតើខ្ញុំខ្លាចអីបើគេចូលចិត្តខោក្នុងប្រារួចរបស់ខ្ញុំក៏ទុកឲ្យគេយកទៅរក្សាទុកចុះមិនទាន់ដល់ទេតាជីចោលម្នាក់នេះពិតជាថ្លើមធំមែនឬមួយក៏វាមិនត្រឹមតែចង់ប្លន់ទ្រព្យតែថែមទាំងចង់ប្លន់ព្រហ្មចារីយ៍ទៀតមិនបានទេខ្ញុំមិនអាចអង្គុយចាំស្លាប់បែបនេះបានទេអាសត្វចង្រៃលួចរបស់ហើយនៅមិនព្រមទៅទៀតស្លាប់ទៅម្ចាស់ម្ចាស់ឯងគឺជាសានហើយចាស់គឺខ្ញុំសានចុះកន្ទុយរបស់ឯងនៅណាគឺមកពីម្ចាស់បានផ្ដល់អាហារឲ្យសានទើបធ្វើឲ្យសានដូចជាម្ចាស់ដែរคล้ายជាមនុស្សធម្មតាល្អណាស់ល្អខ្លាំងណាស់ម្ចាស់មានរឿងចង់ពិភាក្សាជាមួយឯងបន្តិចតោះទៅអូម្ចាស់ពួកកុលសម្ព័ន្ធមច្ឆារបស់យើងប្រសិនបើមិនអាចក្លាយជាមនុស្សបានទេនោះយ៉ាងយូររស់មិនបានហួសអាយុ20ឆ្នាំឡើយសំណាងហើយដែលម្ចាស់បានជួយជីវិតសានស្ម័គ្រចិត្តបម្រើម្ចាស់ពេញមួយជីវិតមិនបាច់ទេមិនអីទេជាបងប្អូនគ្នាទេវារឿងធម្មតាទេលោកម្ចាស់មានគុណសង្គ្រោះជីវិតសានស្ម័គ្រចិត្តតបស្នងសងគុណម្ចាស់ចាំបន្តិចតើសម្លេងនេះមានន័យយ៉ាងម៉េចកុំមកចិត្តណាម្ចាស់លោកម្ចាស់ហូរឈាមច្រមុះហើយអូហាសានជួយខត់ឈាមឲ្យណាខត់ឈាមមិនក៏នាងខត់ឈាមបែបហ្នឹងមកខ្ញុំមកបើកទ្វារម្ចាស់
តើលោកម្ចាស់មិនចូលចិត្តសានសានមែនទេ